វីដេអូសង្ខេបសកម្មភាពការងាររបស់អាដាមរដ្ឋមន្ត្រីហេងសួរនិងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈចាប់ពីថ្ងៃទី13ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026នាល្ងាចថ្ងៃច័ន្ទទី13ខែកក្កដាអាដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់អាដាមអូអ៊ីនូអាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានៅសន្តាគារ Raffles Le Royal ភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នជាតិកម្ពុជានិងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតនាព្រឹកថ្ងៃអង្គារទី14ខែកក្កដាអាដាមរដ្ឋមន្ត្រីហេងសួរបានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងជនទេសន្តប្រវេសនៃសាធារណរដ្ឋហ្វីលីពីនដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារនិងកិច្ចគាំពារជនទេសន្តប្រវេសព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ2026និងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី19ស្ដីពីជនទេសន្តប្រវេសនាខែតុលាខាងមុខក្នុងជំនួបនេះអាដាមរដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរជាពិសេសលើវិស័យការងារកិច្ចគាំពារជនទេសន្តប្រវេសនិងសន្តិសុខសង្គមអាដាមក៏បានអបអរសាទរហ្វីលីពីនក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ2026និងបញ្ជាក់ការគាំទ្រចំពោះការជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពការជ្រើសរើសជនទេសន្តប្រវេសប្រកបដោយយុត្តិធម៌ការទទួលបានការគាំពារសង្គមនិងយន្តការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់ជនទេសន្តប្រវេសអាដាមហេងសួរបានលើកទឹកចិត្តឲ្យហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបន្តតាមដានការវិវត្តនៃស្ថានភាពតាមព្រំដែនកម្ពុជាថៃជាពិសេសផលប៉ះពាល់ផ្នែកមនុស្សធម៌និងសេដ្ឋកិច្ចសង្គមចំពោះជនទេសន្តប្រវេសកម្ពុជានារសៀលថ្ងៃទី14ដដែលអាដាមរដ្ឋមន្ត្រីហេងសួរបានទទួលជួបសម្ដែងការគួរសមនិងជម្រាបលាពីសំណាក់អាដាមអូអ៊ីនូអាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាក្នុងឱកាសដែលអាដាមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាអាដាមហេងសួរបានគូបញ្ជាក់ថាស្ថានទូតជប៉ុនបានដើរតួនាទីជាស្ពានដ៏សំខាន់ប្រកបដោយទំនុកចិត្តក្នុងការតភ្ជាប់ក្រសួងជាមួយរដ្ឋាភិបាលជប៉ុនអាជ្ញាធរជប៉ុនទីភ្នាក់ងារអភិវឌ្ឍនយោជកសមាគមធុរកិច្ចនិងស្ថាប័នពាក់ព័ន្ធផ្សេងព្រមទាំងគូបញ្ជាក់ថាការបដិញ្ញាចិត្តរបស់អាដាមក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលផ្ដោតលើប្រជាជនបានប្រែក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់និស្សិតសិក្ខាកាមពួកគាត់មិនត្រឹមតែទទួលបានប្រាក់ចំណូលពីការងារនៅប្រទេសជប៉ុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានឱកាសលើកកម្ពស់ចំណេះដឹងសម្រាប់ចូលរួមអភិវឌ្ឍធនធានមនុស្សផងដែរអាដាមរដ្ឋមន្ត្រីបានលើកឡើងពីការគាំទ្រសំខាន់ៗនៃរដ្ឋាភិបាលជប៉ុនក្នុងការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជាការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមការធ្វើទំនើបកម្មប្រព័ន្ធ TVET និងការផ្តល់ជំនួយសម្រាប់អតីតពលករដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែនកម្ពុជាថៃនិងសម្រាប់បំពាក់ឧបករណ៍បណ្ដុះបណ្ដាលផ្នែកអគ្គិសនីនិងវិស្វកម្មដល់វិទ្យាស្ថានជាច្រើនផងដែរអាដាមក៏បានទទួលស្គាល់ពីកិច្ចសហការរបស់ក្រុមហ៊ុន Toyota Cambodia សមាគមជប៉ុនកម្ពុជាសមាគមធុរកិច្ចជប៉ុននៅកម្ពុជានិងក្រុមហ៊ុនជប៉ុនដទៃទៀតដែលបានផ្តល់ការបណ្ដុះបណ្ដាលឧបករណ៍កម្មសិក្សានិងឱកាសការងារដល់យុវជនកម្ពុជានារសៀលថ្ងៃដដែលនោះអាដាមរដ្ឋមន្ត្រីហេងសួរបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវហេងស្រីសអគ្គនាយិកាក្រុមហ៊ុន AI Farm Robotics ព្រមទាំងអញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា NPIC និងក្រុមហ៊ុន AI Farm Robotics ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញនិងសមត្ថភាពខ្ពស់អនុស្សរណៈនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលលើជំនាញស្វ័យប្រវត្តិកម្ម Robot, Drone និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញសម្រាប់បម្រើដល់វិស័យកសិកម្មឧស្សាហកម្មនិងសេវាកម្មលើពីនេះភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សាការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍និងរោងជាងអនុវត្តជាក់ស្ដែងការរៀបចំទស្សនកិច្ចសិក្សានិងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូបច្ចេកទេសអ្នកជំនាញនិងសិស្សនិស្សិតផងដែរអាដាមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ណែនាំឲ្យភាគីទាំងពីរពិភាក្សានិងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍជំនាញលើវិស័យស្វ័យប្រវត្តិកម្ម Robot, Drone និង AI ស្របតាមនិន្នាការបច្ចេកវិទ្យាទំនើបនិងតម្រូវការទីផ្សារការងារដែលកំពុងវិវត្តន៍ ក
នាល្ងាចថ្ងៃអង្គារដដែលនោះអាដាមរដ្ឋមន្ត្រីហ៊ីងស៊ូបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនិងអបអរសាទរក្នុងទិវាបុណ្យជាតិនៃសាធារណរដ្ឋបារាំងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់អាដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាតំណាងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នជាតិកម្ពុជានិងភ្ញៀវកិត្តិយសជាតិអន្តរជាតិជាច្រើនរូបផ្សេងទៀតនៅស្ថានទូតបារាំងរាជធានីភ្នំពេញនារសៀលថ្ងៃពុធទី15ខែកក្កដាអាដាមរដ្ឋមន្ត្រីហ៊ីងស៊ូបានទទួលជួបពិភាក្សាការងារជាមួយអាដាមសនសៃបណ្ណាសៃឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈព្រមទាំងអបអរសាទរខួបលើកទី70នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរអាដាមរដ្ឋមន្ត្រីក៏បានគូបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី TVET ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចផលិតភាពនិងសមត្ថភាពប្រកួតប្រជែងហើយបានលើកទឹកចិត្តឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្រូបណ្ដុំបណ្ដាលនិងអ្នកជំនាញនិងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថាននៃប្រទេសទាំងពីរដោយការបង្កើតអនុស្សរណៈនៃការយោគយល់រួមគ្នាអាដាមជឿជាក់យ៉ាងមុតមាំថាអាណត្តិការទូតរបស់អាដាមឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវឲ្យកាន់តែជិតស្និទ្ធដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរអាដាមបានបញ្ជាក់ឡើងវិញនៅការត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងបដិញ្ញាប័ន្ននាព្រឹកថ្ងៃប្រហ័សទី16ខែកក្កដាអាដាមរដ្ឋមន្ត្រីហ៊ីងស៊ូបានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារការងារនិងកិច្ចគាំពារជនទេសន្តរប្រវេសការងារខ្មែរនៅក្រៅប្រទេសនៅក្នុងវគ្គពង្រឹងសមត្ថភាពមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារមុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេសអាដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាការធ្វើទេសន្តរប្រវេសការងារជាកម្លាំងចលករនិងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាពនិងផលិតភាពកាន់តែខ្ពស់លើពីនេះទេសន្តរប្រវេសការងារក៏ជាការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្មដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ចដែលប្រទេសនានាប្រើប្រាស់ដើម្បីពង្រីកទីផ្សារការងារអភិវឌ្ឍធនធានមនុស្សលើកកម្ពស់ការផ្លាស់ប្តូរជំនាញនិងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាតិការជំរុញទេសន្តរប្រវេសការងារអាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈទំនាក់ទំនងការទូតសេដ្ឋកិច្ចនិងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនានាដូចជាអនុសញ្ញាក្រុងវីយ៉ែនក្របខ័ណ្ឌការងារ WTO និងស្តង់ដារអង្គការ ILO អាដាមបានលើកឡើងពីទូនាទីដ៏សំខាន់របស់ជនទេសន្តរប្រវេសការងារក្នុងការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចតាមរយៈប្រាក់បញ្ញើដ៏ច្រើនចូលមកក្នុងប្រទេសកម្ពុជាក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារសិទ្ធិនិងផលប្រយោជន៍បងប្អូនជនទេសន្តរប្រវេសរួមមានច្បាប់អនុក្រឹត្យប្រកាសគោលនយោបាយជាតិលិខិតទុបករអន្តរជាតិអនុស្សរណៈនៃការយោគយល់គ្នាកិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិដៃគូម្ចាស់ម៉ាកនិងប្រទេសទទួលជាដើមការធ្វើទេសន្តរប្រវេសការងារទៅក្រៅប្រទេសគឺជាឱកាសការងារនិងជាជម្រើសបន្ថែមលើឱកាសការងារនិងជម្រើសការងារដែលមាននៅក្នុងប្រទេសក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានបន្តរៀបចំវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនៅបរិវេណសាលាស្រុកកោះក្រឡខេត្តបាត់ដំបងនាព្រឹកថ្ងៃសុក្រទី17ខែកក្កដាដោយនាំយកឱកាសការងារចំនួន 4700 កន្លែងពីសហគ្រាសក្រុមហ៊ុននិងរោងចក្រធំៗដល់ប្រជាពលរដ្ឋអតីតពលករមកពីប្រទេសថៃនិងយុវជនជិត600នាក់ដើម្បីលើកកម្ពស់ឱកាសការងារក្នុងស្រុកពង្រឹងការយល់ដឹងអំពីសន្តិសុខសង្គមនិងផ្សព្វផ្សាយឱកាសបណ្ដុំបណ្ដាលជំនាញវិជ្ជាជីវៈអាដាមសានកំហុងអនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់អាដាមហ៊ីងស៊ូរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈក្នុងពេលជួបសំណេះសំណាលជាមួយអ្នកចូលរួមទាំងអស់បានជំរុញឲ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុកគណៈបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មជាង 90000 កន្លែងពីបណ្ដាសហគ្រាសក្រុមហ៊ុនរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសអាដាមបញ្ជាអំពីការងារក្នុងស្រុកដោយស្របច្បាប់គឺមិនត្រឹមតែធានាបាននូវប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គមរួមមានរបបហានិភ័យការងារ
របបថែទាំសុខភាពនិងរបបសោធននិវត្តន៍ដែលផ្ដល់ការគាំពារប្រាក់ប្រហែលនិងមន្ត្រីរាជការផងដែរនារុស្ស៊ីថ្ងៃសុក្រទី17ខែកក្កដាឯកឧត្តមរដ្ឋមន្ត្រីហ៊ីងស៊ូបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Christian Disler អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការហៅកាត់ថា SDC ប្រចាំកម្ពុជានៅទីស្តីការក្រសួងដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ានស្វីសហៅកាត់ថា ASTI ដំណាក់កាលទី1និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នាក្នុងដំណាក់កាលទី2គណៈដំណាក់កាលទី1នឹងបញ្ចប់នៅចុងឆ្នាំនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វីសទីភ្នាក់ងារ SDC អង្គការ GIZ និងដៃគូទាំងអស់ដែលបានគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ TVET នៅកម្ពុជាឯកឧត្តមហ៊ីងស៊ូបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ហើយក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារជាការឆ្លើយតបលោក Christian Disler បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក៏ដូចជាបានបង្ហាញការបដិញ្ញាចិត្តនិងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចសង្គមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារសន្តិសុខសង្គមនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តនាំយកឱកាសការងារចំនួន 4,700 កន្លែងអត្ថប្រយោជន៍បសសនិងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង400នាក់ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃនិងយុវជនរកការងារធ្វើនៅបរិវេណសាលាស្រុកឯកភ្នំខេត្តបាត់ដំបងនាព្រឹកថ្ងៃទី18ខែកក្កដាថ្លែងក្នុងវេទិកាក្រុមប្រធានបទខ្មែរជួយរកការងារនិងផ្ដល់ការងារឲ្យខ្មែរឯកឧត្តមសានកំហុងអនុរដ្ឋលេខាធិការគូបញ្ជាក់ថាការងារគ្រប់ប្រភេទសុទ្ធតែមានតម្លៃដូចគ្នាហើយការងារក្នុងស្រុកនៅតាមសហគ្រាសក្រុមហ៊ុននិងរោងចក្រគឺពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់និងផ្ដល់សុភមង្គលក្នុងគ្រួសារក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេសឯកឧត្តមបានលើកទឹកចិត្តឲ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗដែលផ្ដល់ប្រាក់ខែនិងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃទន្ទឹមនឹងនេះបងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ក្រសួងក៏បានដាក់ឲ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដើម្បីឲ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរលើពីនេះទាំងអតីតពលករនិងយុវជនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសតាមរយៈកម្មវិធី TVET 1,500,000ជាមួយនឹងជម្រើសពេលសិក្សាជាច្រើនក្រោយបញ្ចប់ការសិក្សាបងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផងដែរឯកឧត្តមរដ្ឋមន្ត្រីហ៊ីងស៊ូបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សនិស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតចំនួន514អង្គនាក់ស្រី300នាក់ក្នុងចំណោមសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យសរុប 2,208 នាក់នៅព្រឹកថ្ងៃទី18ខែកក្កដាដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត1 2 3សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសនិងបដិញ្ញាបត្របច្ចេកទេសថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង 1,800 នាក់ឯកឧត្តមរដ្ឋមន្ត្រីហ៊ីងស៊ូបានអបអរសាទរចំពោះសិស្សនិស្សិតដែលទទួលជ័យលាភីដែលជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET ធ្វើជាស្ពានចម្លងសម្រាប់កសាងអនាគតដ៏ត្រឹមត្រូវឯកឧត្តមបានលើកយកប្រសាសន៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីមកបញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិត2ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេជំនាញ TVET មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗនិងឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយកសាងអនាគតរបស់បុគ្គលគ្រួសារនិងសង្គមជាតិឯកឧត្តមមានប្រសាសន៍ថាការចាប់យកការសិក្សាជំនាញ TVET ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃនិងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាក់ស្ដែងសិស្សនិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ 90% ដែលបង្ហាញពីគុណភាពនៃការបណ្ដុះបណ្ដាលនិងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឲ្យសិស្សនិស្សិតបន្តរៀនសូត្រពេញមួយជីវិតជាពិសេសពង្រឹងជំនាញទន់បង្កើនជំនាញនិងផ្លាស់ប្ដូរជំនាញព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងបញ្ញាសម្បត្តិនិម្មិតដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនិងឱកាសរីកចម្រើនក្នុងអាជីពការងារទន្ទឹមនេះឯកឧត្តមក៏បានលើកទឹកចិត្តឲ្យអាណាព្យាបាលបន្តគាំទ្រកូនចៅឲ្យជ្រើសរើសការសិក្សាជំនាញ TVET សម្រាប់កសាងអនាគតនិងលើកកម្ពស់ជីវភាពគ្រួសារ